ទៀនព្រះវស្សានិងទេយ្យទានជាសទ្ធាជ្រះថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានប្រគេនសម្ដេចសង្ឃព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីរាជវររាមនៅព្រឹកថ្ងៃទី28ខែកក្កដាឆ្នាំ2026នេះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានបន្តចាត់ឲ្យលោកជំទាវអុកម៉ាលីសមាជិកព្រឹទ្ធសភានិងជាអគ្គហិរញ្ញិកកាកបាទក្រហមកម្ពុជានិងសហការីអញ្ជើញបូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យព្រមទាំងនាំយកទេយ្យទាននិងទានចំណាំងព្រះវស្សាដែលជាសទ្ធាជ្រះថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនទៅវេប្រគេនចំពោះសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈីវនៀតប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តបទុមវតីរាជវររាមដែលស្ថិតនៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញសូមជម្រាបជូនថាទេយ្យទានជាសទ្ធាជ្រះថ្លារបស់សម្ដេចទាំងទ្វេដែលបានវេប្រគេនសម្រាប់វត្តបទុមវតីរាជវររាមរួមមានទានព្រះវស្សា1គូផ្លែឈើស្រស់2កន្ត្រកទឹកដោះគោអេនហ្ស៊ូ1កន្ត្រកទឹកមាត់ត្រចៀកកាំ1កន្ត្រកទឹកប្រទាលកន្ទុយក្រពើ3កេសទឹកសុទ្ធ10កេសទឹកក្រូច10កេសទឹកផ្លែឈើ10កេសមានកំប៉ុង2កេសត្រីខ2កេសកាកាវ2កេសតែ5គីឡូក្រាមស្ករស10គីឡូក្រាមទឹកដោះគោខាប់1កេសធំមី1កេសធំប្រេង1កានសាច់ក្រក1កន្ត្រកធំត្រីងៀត1កន្ត្រកធំអង្ករ3តោននិងបច្ច័យ10លានរៀលវេប្រគេនសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3ប្រគេនត្រៃចីវរ1និងបច្ច័យ2លានរៀលប្រគេនសម្ដេចព្រះមង្គលមុនីរាំងសីហ៊ូឈីវនៀតនិងព្រះសង្ឃគង់អម5អង្គទៀតក្នុងមួយអង្គប្រគេនត្រៃចីវរ1និងបច្ច័យ1លានរៀលដែលឡែកបានជូនយាយជីតាជី10នាក់ក្នុងម្នាក់ទទួលបានក្រណាត់ស1ដុំនិងថវិកា 100000 រៀលនិងកូនសិស្សព្រះសង្ឃ50នាក់ក្នុងម្នាក់ថវិកា 20000 រៀលសូមអំណាចបុណ្យនាថ្ងៃនេះឧទ្ទិសនៅមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសកលីនគ្រីនិងអ្នកអុកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីត្រូវជាមេដាបិតាបង្កើតសម្ដេចគតិប្រិទ្ធបណ្ឌិតដួងវិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរៈធម្មសិរីរតនៈអគ្គមហាឧបាសិកាពុទ្ធសាសនុបត្ថម្ភប៊ុនសុថាអ្នកអុកញ៉ាមហាភក្តីសពុរិស័កភូគាធិបតីហ៊ុននាងនិងមហាឧបាសិកាឌីពុកត្រូវជាមេដាបិតាបង្កើតសម្ដេចអគ្គមហាសេនាបតីតេជោកូនប្រុសហ៊ុនកំសត់ព្រមទាំងឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតានិងបុព្វការីជនទាំងអស់សូមបានទទួលយកមនោញ្ញផលនិងងាកក្រោយឲ្យពរជ័យជូនដល់សម្ដេចទាំងទ្វេនិងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរស់នៅក្រោមម្លប់នៃសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍជានិច្ចនិរន្តរ៍